នៅក្នុងវីដេអូនេះគឺបានចែករំលែកអ្វីទេប៉ុន្តែខ្ញុំចង់ដឹងពីបងប្អូនវិញសូមបងប្អូនចែករំលែកឲ្យខ្ញុំវិញបានអត់ព្រោះអីខ្ញុំតល់ខ្លាំងដោយសារតែខ្ញុំរកវិធីអីធ្វើអត់ឃើញទេបើខ្ញុំបាញ់ថ្នាំខ្ញុំខ្លាចតែមន់ខ្ញុំប៉ះពាល់ជាមួយនឹងសុខភាពរបស់មន់អីអញ្ចឹងតែបើសិនជាខ្ញុំអត់បាញ់ថ្នាំទេគឺវានៅតែចៃនឹងស្រមោចពេញដើមត្របែកតែម្ដងអញ្ចឹងបានខ្ញុំតែចង់ឲ្យបងប្អូនរីកមែនថាឲ្យខ្ញុំគួរតែធ្វើយ៉ាងណាចំពោះស្រមោចទាំងចៃនឹងអញ្ចឹងបើនិយាយទៅគឺថាវាសឹងតែគ្រប់ដើមតែម្ដងណាគឺថាណែនក្រហមផ្អឹសពេញដើមតែម្ដងបើនិយាយពីចៃសសព្រុសហើយខ្ញុំអត់ដឹងថាខ្ញុំត្រូវរនឹកថាធ្វើយ៉ាងណាធ្វើយ៉ាងម៉េចដើម្បីឲ្យវាបាត់អញ្ចឹងណាបងអូនមើលឲ្យហើយទៅគឺថាខ្ញុំឃើញហើយគឺខ្ញុំសង្ហាចិត្តមែនតែម្ដងអត់ដឹងថាខ្ញុំត្រូវធ្វើម៉េចខ្ញុំចាប់ពីចំណុចណាទៅមុនអញ្ចឹងណាខ្ញុំមិនដឹងថាវាមកពីមូលហេតុអីទេគឺថានិយាយទៅដូចបងប្អូនឃើញចឹងខ្ញុំអត់ដឹងថាត្រូវនិយាយបរិយាយយ៉ាងណាអញ្ចឹងណាព្រោះអីវាណែនហ្មងបើដើមខ្លះវាណែនគឺថាណែនគឺខ្មៅក្រឹកតែម្ដងទាំងស្រមោចទាំងចៃនឹងអត់ដឹងថាវារោមស៊ីអីគឺខ្ញុំអត់ដឹងដែរនិយាយទៅភាគច្រើនដូចដើមតបែកដូចដើមនេះអញ្ចឹងគឺស្រមោចនឹងចៃនឹងវាចូលចិត្តតែម្ដងអញ្ចឹងហើយខ្ញុំក៏គ្រឺតពេកខ្ញុំមិនដឹងថាត្រូវធ្វើម៉េចក៏ខ្ញុំយកថ្នាំបាញ់មូសមកប្រហើតបាញ់វាតែម្ដងទៅបើថាវាយ៉ាងម៉េចយ៉ាងម៉ាអីចាំគិតទៀតពួកខ្ញុំទ្រាំអត់បានទេខ្ញុំខឹងជាមួយនឹងស្រមោចនឹងចៃនឹងខ្លាំងមែនតែម្ដងហើយខ្ញុំប្រាប់ឪខ្ញុំទៅឪខ្ញុំថាចាំទៅរកថ្នាំបាញ់ប៉ុន្តែបាញ់យប់អីចឹងណាពេលមន់ដែលចូលដេកអញ្ចឹងណាតាមយើងបាញ់ទៅដើម្បីកុំឲ្យវាមានក្លិនមានអីដល់មន់អញ្ចឹងណាដល់ពេលព្រឹកឡើងទៅមន់យើងចេះមកពីទ្រុងវិញវាអាចនឹងបាត់ធំក្លិនអីអញ្ចឹងណាហើយខ្ញុំដើរប្រហើគ្រប់ដើមអញ្ចឹងទៅដើមខ្លះក៏វាអត់មានដែរបងអូនតែដើមខ្លះវាមានអញ្ចឹងទៅប៉ុន្តែបើមានវិញណែនពេញដើមតែម្ដងហើយខ្ញុំបាញ់ទាំងដីបាញ់ទាំងលើបាញ់ទាំងចុងបាញ់ទាំងស្លឹកបាញ់គ្រប់កន្លែងដែលចិត្តគុំចិត្តដើមនឹងឯងឲ្យវារត់ឲ្យវាធំក្លិនផ្លាចអញ្ចឹងណាបងប្អូនចាំមើលដល់ពេលខ្ញុំបាញ់ហើយចាំមើលព្រឹកឡើងខ្ញុំទៅមើលម្ដងទៀតថាវាកែប្រែវាឬក៏វាបាត់ឬក៏វាអីយ៉ាងណាហើយអញ្ចឹងណាបងប្អូនចាំខ្ញុំថតជូនបងប្អូនមើលម្ដងទៀតហើយបើសិនជាបងប្អូនគាត់ណាដឹងថ្នាំកម្ចាត់ចៃសនិងស្រមោចនឹងកុំឲ្យវាមកចិត្តដើមតវ៉ៃរបស់យើងអញ្ចឹងណាបងប្អូនចាំប្រាប់ខ្ញុំផងខ្ញុំនិយាយទៅខ្ញុំតខ្លាំងខ្ញុំរកខ្ញុំរកធ្វើអីអត់ឃើញតែម្ដងអញ្ចឹងហើយដើមតបែកខ្ញុំកំពុងលូតលាស់ល្អខ្លាំងមែនតើបងប្អូនអើយល្អនិយាយទៅល្អមែនតើបរោយណាគឺល្អខ្ញុំហ៊ាននិយាយថាល្អទាំងដើមអាខ្លះវាដើមឡើងចង់ត្រឹមកខ្ញុំហីបងអូនវាលូតលឿនខ្លាំងមែនតើបរោយប៉ុន្តែចង្រៃមកពីស្រមោចនឹងចៃខ្ញុំស្អប់មែនតើបរោយខ្ញុំខឹងហើយដើមត្រប់នេះក៏សម្បូរថឹកដែរសិតស្រមោចក្រហមស្រមោចភ្លើងក៏យើងលូកដីទៅខំយើងហ្មងវាអត់តន់ស្គាល់ថ្នាំខ្លាំងទេតែយើងដាក់ឲ្យវាងាប់រាយចឹងទៅបានវាអស់ចិត្តហើយល្ងាចមិញហ្នឹងគឺថាមេស្ទុំមឺតឡើងដាបឡើងជ្រេតែម្ដងមិនតែអត់ភ្លៀងទេបងប្អូនអើយនិយាយទៅក្នុងវីដេអូនេះចង់ផ្ដាំផ្ញើបងប្អូនបន្តិចគឺបងប្អូនថែរក្សាសុខភាពគឺមេឃងឹតមេឃអីចឹងណាបងប្អូនដែលចាំគោចាំកបីចាំទានៅក្រៅនៅវាលចឹងណាគឺថែរក្សានឹងប្រយ័ត្នប្រយែងឲ្យបានខ្ពស់ព្រោះខែនេះវាមានផ្គររន្ទះគឺសាហាវខ្លាំងហើយនេះគឺយើងប្រហុយមូសប្រហុយអីចឹងណាបងប្អូនដល់សោះនេះម៉ោង6ប៉ុន្តែវាអត់ទាន់ងឹតទេគឺនៅភ្លឺដុតជាមួយនឹងស្លឹកគ្រៃភ្នក់ចឹងទៅដើម្បីឲ្យវាហុយមូសជាមួយនឹងដើមសក្រីហុយទៅវាមានក្លិនទៅវាកាត់មេរោគខ្លះអញ្ចឹងណាបងហើយនឹងគឺទិដ្ឋភាពពេលល្ងាចម៉ោង6បងប្អូនណាគឺម៉ោង6ហ្នឹងឯងហើយវីដេអូហ្នឹងអត់មានអីវែងឆ្ងាយទេបងប្អូនមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាជូនពរបងប្អូនសុខសប្បាយសុខភាពល្អប៉ុន្តែបងប្អូនកុំភ្លេចណាជួយប្រាប់ខ្ញុំផងថាធ្វើយ៉ាងម៉េចបំបត្តិចៃនឹងស្រមោចនឹងបានណាជាពិសេសគឺឆាតមកប្រាប់ខ្ញុំឲ្យឆាតមកប្រាប់ខ្ញុំផងពួកខ្ញុំចង់បានឆាប់ចឹងណាបងប្អូន